ពេលនេះការចរចារវាងសហរដ្ឋអាមេរិកនិងអ៊ុយក្រែនស្ដីពីសង្គ្រាមរុស្ស៊ីផ្ដល់ផ្លែផ្កាប្រសើរជាងមុនមន្ត្រីកម្ពុជារបស់អាមេរិកនិងអ៊ុយក្រែនបានបញ្ជាក់ការពិភាក្សាប្រហែល4ម៉ោងកាលពីថ្ងៃទី30វិច្ឆិកាក្នុងគោលបំណងស្វែងរកដំណោះស្រាយបញ្ចប់សង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែនប៉ុន្មានថ្ងៃមុនពេលបេសកជនអាមេរិកទៅដល់រដ្ឋធានីមូស្គូសម្រាប់កិច្ចពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ីលោកវ្លាឌីមៀពូទីនរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកលោកម៉ាកូរូប៊ីអូបានប្រាប់អ្នកសារព័ត៌មានថាសម័យប្រជុំជាមួយភាគីអ៊ុយក្រែននៅរដ្ឋ Florida ទទួលបានផ្លែផ្កាប៉ុន្តែត្រូវស្វែងរកជំហានបន្ថែមទៀតដើម្បីសម្រេចបានកិច្ចព្រមព្រៀងសន្តិភាពលោកបានថ្លែងយ៉ាងដូចនេះថាវាមិនមែនគ្រាន់តែអំពីលក្ខខណ្ឌដែលបញ្ចប់ការប្រយុទ្ធនោះទេវាក៏និយាយអំពីលក្ខខណ្ឌដែលបង្កើតអ៊ុយក្រែនសម្រាប់ភាពរុងរឿងរយៈពេលវែងខ្ញុំគិតថាយើងបានបង្កើតវានៅថ្ងៃនេះប៉ុន្តែមានការងារច្រើនទៀតដែលត្រូវធ្វើបេសកជនពិសេសរបស់ប្រធានាធិបតីដូណាល់ត្រាំគឺលោក Steve Witkoff ក្រុងជួបជាមួយលោកពូទីននៅរដ្ឋធានីមូស្គូប្រមាណថ្ងៃខាងមុខលោក Rubio និងលោក Witkoff លោក Jared Kushner ជាកូនប្រសាររបស់លោកត្រាំតំណាងឲ្យភាគីអាមេរិកក្នុងកិច្ចចរចាកម្រិតខ្ពស់ដែលធ្វើឡើងនៅពេលវេលាដ៏រសើបមួយត្រូវបានសម្គាល់ដោយរឿងអាស្រូវពុករលួយនៅអ៊ុយក្រែនដែលប្រាក់ចំណូលចំនួន$100 លានត្រូវបានកាប់កេងពីវិស័យថាមពលលោក Rubio បញ្ជាក់ពីភាពចាំបាច់នៃការធានាថាអ៊ុយក្រែននៅតែមានអធិបតេយ្យភាពនិងសង្កត់ធ្ងន់លើវិបលភាពនាពេលអនាគតតាមរយៈទំនាក់ទំនងជិតស្និទ្ធរបស់សហរដ្ឋអាមេរិកមន្ត្រីអ៊ុយក្រែនរួមទាំងលោកអ៊ូស្ទីមអ៊ូមេរូនិងមេដឹកនាំយោធាបានសម្ដែងការដឹងគុណចំពោះការគាំទ្ររបស់សហរដ្ឋអាមេរិកប៉ុន្តែមិនបានផ្ដល់ព័ត៌មានលម្អិតពីវឌ្ឍនភាពណាមួយនោះទេកិច្ចប្រជុំនេះក៏បានពិភាក្សាអំពីការកែប្រែផែនការសន្តិភាពព្រៀងដោយសហរដ្ឋអាមេរិកដែលត្រូវបានរិះគន់ថាធ្វើតាមចិត្តរុស្ស៊ីទន្ទឹមនឹងនោះប្រធានាធិបតីត្រាំបានគូសបញ្ជាក់ពីសារសំខាន់នៃចំណងមិត្តភាពដ៏រឹងមាំរវាងសហរដ្ឋអាមេរិកនិងអ៊ុយក្រែនដើម្បីទប់ស្កាត់ការឈ្លានពាននាពេលអនាគតនិងគំនិតផ្ដួចផ្ដើមដែលបានស្នើឡើងដូចជាការបង្កើតមូលនិធិអភិវឌ្ឍអ៊ុយក្រែនជាដើម